អូនមានតំណែងតំណងជាមួយជនជាតិឥណ្ឌាម្នាក់រយៈពេល2ឆ្នាំហើយប៉ុន្តែគាត់មិនដែលឲ្យលុយខ្ញុំចាយសូម្បី1រៀលហើយគាត់តែងតែប្រច័ណ្ឌហួងហែងខ្ញុំរហូតតើគាត់ពិតជាស្រឡាញ់ខ្ញុំដែរឬបងស្រីគឺគាត់នៅប្រទេសរបស់គាត់2ឆ្នាំហើយគាត់អត់ support អីខ្លះតើគាត់ស្រឡាញ់យើងអត់ខ្ញុំមិនមែនស្រីមុខលុយទេណាប៉ុន្តែបើសិនជាខាងប្រុសអត់មានចំណាយអីមួយមកលើយើងសាឧទាហរណ៍នាំយើងដើរលេងញ៉ាំអីជួបគ្នាឬក៏ធ្វើនេះធ្វើនោះខ្លះខ្ញុំនិយាយមែនណាបើមិនមែនប្រុសអ្នកមានឬអ្នកក្រអីទេប៉ុន្តែវាជាលក្ខណៈទូទៅដែលមនុស្សប្រុសម្នាក់គួរតែបំពេញឲ្យមនុស្សស្រីលើរឿងខ្លះភាពរីករាយបែប dating អីលក្ខណៈទិញបាច់ផ្កាកាដូសាមញ្ញហើយបើសូម្បីតែរឿងប៉ុណ្ណឹងគាត់អត់ធ្វើឲ្យហើយមិនស្គាល់គ្នាតែ1ខែ2ខែស្គាល់គ្នាដល់រាប់ឆ្នាំណាអានេះជាយោបល់ខ្ញុំគឺខ្ញុំអត់រង់ចាំទេហើយខ្ញុំនឹងបញ្ចប់ចុះអ្នកផ្សេងទៀតយល់យ៉ាងម៉េចអឺហើយម្យ៉ាងទៀត2ឆ្នាំគាត់ដែលឡើងមកលេងមកជួបយើងអត់ឬក៏ស្គាល់គ្នាទៅតាមអនឡាញតែនិយាយត្រង់ទោះបីជាមកជួបគ្នាជាមួយយើងក៏ដោយ2ឆ្នាំហើយអត់មានដែល propose ថាស្នើសុំយើងរៀបការឬក៏បង្ហាញភាពច្បាស់លាស់មកឲ្យយើងទេសម្រាប់ខ្ញុំអត់គាំទ្រឲ្យនៅរង់ចាំទេយើងត្រូវដឹងថាមនុស្សស្រីអត់ដូចមនុស្សប្រុសទេទោះបីយើងនិយាយថាមិនបាច់រៀបការពីវ័យក្មេងប៉ុន្តែក៏មិនគួររង់ចាំមនុស្សប្រុសក្នុងរយៈពេលយូរដែរបងប្អូនធ្លាប់ឃើញហើយស្រីៗខ្លះស្រឡាញ់គេដល់រាប់7 8ឆ្នាំ10ឆ្នាំហើយអ្នកខ្លះជួយទាំងដៃគូខាងប្រុសឲ្យរៀនបានចេះចោះចុងក្រោយគេទាត់ក្បាលចោលគ្មានសំណោះហើយត្រូវដឹងថាមនុស្សស្រីអត់ដូចមនុស្សប្រុសទេមនុស្សប្រុសអាយុ50 60 70ក៏គាត់នៅអាចមានកូនបានដែរ50 60 70ពេលគាត់មានលុយគាត់ការស្រីយកអាយុ8 10ក៏បានដែរតែបងអូនស្រីៗអត់បានទេចឹងហើយអត់គួរណាទៅរង់ចាំជាមួយនឹងមនុស្សប្រុសម្នាក់រាប់ឆ្នាំទេវាយូរពេកណាយើងមិនប្រកាន់ថាគាត់មកពីប្រទេសណាទេប៉ុន្តែគួរតែបង្ហាញភាពច្បាស់លាស់2ឆ្នាំហើយអត់សូម្បីតែចំណាយទៅលើរឿងណាមួយដែលផ្ដល់ភាពផ្អែមល្ហែមឲ្យមនុស្សស្រីណាក៏អត់មានខ្ញុំបើសួរខ្ញុំអត់ចាំទេតែវាអាស្រ័យទៅលើយើងរៀងៗខ្លួនទេព្រោះពេលខ្លះស្ថានភាពដែលបងអូនរៀបរាប់វាអាចនឹងមិនទាំងស្រុងអញ្ចឹងអូនអាចពិចារណាមើលខ្លួនឯងបានហើយម្យ៉ាងទៀតបើ2ឆ្នាំហើយគាត់មានបង្កើតសកម្មភាពបង្ហាញពីភាពច្បាស់លាស់មួយយើងគ្រាន់តែមកជួបឬក៏នៅមួយយើងហើយបន្ទាប់មកទៅស្រុកគាត់វិញយើងអត់គួរចាំទេអានេះជាយោបល់ខ្ញុំទេណាហើយចំណាយពេលអង្គុយរៀនអង្គុយធ្វើការងាររកលុយចាយវិញយកដៃគូធ្វើឲ្យជីវិតយើងសប្បាយចិត្តមានភាពរីករាយមានភាពកក់ក្ដៅនិងមានភាពរឹងមាំមិនតម្រូវថាយើងត្រូវយកប្រុសអ្នកមានទេប៉ុន្តែហោចក៏ជាបរិសុទ្ធដែលមានភាពរឹងមាំដែលអាចជួយ support យើងលើរឿងខ្លះឬក៏ជួយដល់ក្នុងគ្រួសារឬក៏បង្ហាញពីផ្អែមល្ហែមនាំយើងទៅធ្វើនេះធ្វើនោះឬក៏ទិញអ្វីៗឲ្យយើងតិចតួចបានរបៀបមនុស្សស្រីចង់បានណាចាចុះអ្នកផ្សេងទៀតយល់មិនអាចជួយចែករំលែកបទពិសោធន៍បាននេះគ្រាន់តែជាយោបល់របស់ខ្ញុំទេមិនចាំបាច់apply ទៅលើរូបភាពរបស់យើងទាំងស្រុងទេណា